តែតាកលាករបាសេម្នាក់សារភាពថាខ្លួនធ្លាប់កុហករឿងនិយាយថាមីស៊ីល្អជាងរ៉ូណាល់ដូ ឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្តអតីតខ្សែមររបស់បាសេឡូណាលោក Kevin Prince Boateng បានទម្លាយរឿងការពិតមួយដែលគាត់ធ្លាប់និយាយថា Lionel Messi ល្អជាង Cristiano Ronaldo នោះគ្រាន់តែជាពាក្យកុហកតែប៉ុណ្ណោះអតីតកីឡាករជម្រើសជាតិកាណាវ័យ38ឆ្នាំលោកនេះបានសង្កត់ធ្ងន់ថាកត្តាដែលជំរុញឲ្យគាត់សុខចិត្តនិយាយកុហកបែបនេះគឺដោយសារគាត់ចង់នៅលេងបាសេឡូណាផ្ទុយមកវិញកីឡាករដែលគាត់ស្រឡាញ់ពិតប្រាកដនោះគឺវីរបុរស Real Madrid កីឡាករ Cristiano Ronaldo ជំវិញរឿងរ៉ាវខាងលើកីឡាករ Kevin Prince Boateng បានប្រាប់លោក Theo Ferdinand ក្នុងកិច្ចសន្ទនាមួយថាខ្ញុំធ្លាប់និយាយថា Lionel Messi ល្អជាង Cristiano Ronaldo ខ្ញុំគឺកុហកទេវាគឺជាការកុហកដ៏ធំមួយក្នុងឆាកជីវិតរបស់ខ្ញុំទូទៅខ្ញុំតែងតែចូលចិត្តនិយាយពាក្យត្រង់ៗប៉ុន្តែខ្ញុំសុខចិត្តនិយាយកុហកបែបនេះដោយសារខ្ញុំចង់ពាក់អាវរបស់បាសេឡូណាខ្ញុំសូមទោសអ្នកគ្រប់គ្រងបាសេប៉ុន្តែបានគ្រប់គ្រងរៀលម៉ាឌ្រីតតាំងពីក្មេងមកម្លេះខ្ញុំស្រឡាញ់ Cristiano Ronaldo តែបងប្អូនយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់អតីតខ្សែបម្រើស្លាប់របស់បាសេឡូណានិយាយខាងលើនេះសូមបញ្ចេញមតិយោបល់នៅខាងក្រោម